បាទសូមគោរពសួស្តីពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាហ្នឹងហើយបាទស្វាគមន៍មកកាន់កៅតម្រុយឆ្នោតបាទវៀតណាមប្រចាំថ្ងៃដែលពុកម៉ែបងប្អូនយើងតែងតែហៅតែឆ្នោតយួនហ្នឹងណាហ្នឹងហើយគឺថាថ្មីគឺបានលោតចូលមកដល់ទៀតហើយសម្រាប់ថ្ងៃទី5ខែ8របស់យើងណាបាទប៉ះចំថ្ងៃពុធណាបាទថ្ងៃពុធបាទអញ្ចឹងសម្រាប់តម្រុយថ្ងៃថ្មីវិញគឺថា admin ក៏បានត្រៀមរៀបរាប់ផងដែរណាបាទ admin បានត្រៀមរៀបរាប់ហើយហ្នឹងហើយពុកម៉ែបងប្អូនយើងហ្នឹងក៏លេខតម្រុយថ្ងៃចាស់បាទតម្រុយថ្ងៃចាស់របស់មានគេថាយើងចូលបាននៅខ្ទង់អូសទេយើងចូលបាននៅខ្ទង់អូសទេណាអូស5ម៉ោង6អូស10ម៉ោង4ណាស៊ីមួយលេខទៀតឲ្យ98ជាង99ណ៎បាទអញ្ចឹងមុននេះចូលទៅកាន់កៅតម្រុយថ្ងៃថ្មីរបស់យើងមានក៏សូមចិត្តទាំងអស់គ្នាផងដែរណាមុននឹងបាទកុំភ្លេចបាទជួយចុច like ចុចមេដៃមេជើងជូន channel ថ្មីរបស់មានម្នាក់មួយហើយជាពិសេសសម្រាប់ពុកម៉ែបងប្អូនយើងដែលមិនទាន់បានចុចនៅសញ្ញាជាវក៏ដូចជាចុចបើកនៅសញ្ញារូបកណ្ដឹងកុំភ្លេចចុចបើកម្នាក់មួយទៅបាទក្រុមអាជីវកម្មផ្ដល់នៅកម្លាំងចិត្តក៏ដូចជាការលើកទឹកចិត្តមកកាន់ admin ទាំងអស់គ្នាផងដែរបាទអញ្ចឹងកុំឲ្យខាត់ពេលយូរណាបាទអញ្ចឹងសម្រាប់2លេខថ្ងៃថ្មីនេះ admin បាទដាក់ជូនបងប្អូនយើងតែម្ដងបាទក្របដំបូងមានឲ្យ05ណាបាទក្របទី2 91បាទចូលក្របទី3របស់យើងផងដែរណា47ហើយនឹងក្របចុងក្រោយ25បងប្អូនយើងហ្នឹងហើយ2លេខនេះយកទៅលេងមួយណាបាទក៏បានដែរណាហើយបើយកទៅលេងឲ្យកុំភ្លេចបាទលេងគុណត្រឡប់ឬក៏ឡើងមកលេខចុះមកលេខផងបាទឃើញស្រាប់ហើយតម្រុយម្សិលមិញឃើញឲ្យញាក់សាច់បាទអញ្ចឹងសម្រាប់លេខអូសរបស់យើងវិញបាទលេខអូសគឺថាមានឲ្យលេងនៅខ្ទង់បាទ0ណាបាទអូស0បាទមកខ្ទង់ទៀតឲ្យមានឲ្យលេងនៅខ្ទង់ខ្សែបាទនេះ0ខ្សែឆ្លាញ់0អូស0ឆ្លាញ់ខ្សែអូសខ្សែទៅណាលេងបានគ្រប់ប៉ុសណាបាទម៉ោង4នេះដាក់5ប៉ុសទៅបាទ ABCD ដាក់ហូយទៅបាទជាមួយនឹង3លេខវិញបាទ3លេខគឺថាមានឲ្យពុកម៉ែបងប្អូនយើង109បាទមកក្របទៀតឲ្យមានឲ្យ542នេះបាទអញ្ចឹងលេខមួយណាក៏បានដែរស្រាប់តែ3លេខរបស់យើងអញ្ចឹង3លេខនេះយកទៅលេងកុំភ្លេចលេងគុណផងណាបាទដោយសារនឹងលេខធំណាលេខធំនឹងស្រាប់ឲ្យលេខធំប៉ុនធំហ្នឹងឯងបាទណែអញ្ចឹងសម្រាប់តម្រុយរបស់មានណាពុកម៉ែបងប្អូនយើងបាទមានក៏សូមជូនពរឲ្យពុកម៉ែបងប្អូនយើងទាំងគ្នាបាទចុំមកជួបតែសំណាងល្អសុខភាពល្អណាបាទរកស៊ីបាទចេះតែមានចេះតែបានទាំងអស់គ្នាណាបាទលុយចេះតែចូលណាគ្រប់ទិសគ្រប់ទីណាហើយនឹងឲ្យធ្វើដំណើរទៅណាទៅណីណាបាទក្នុងខេត្តក្រៅខេត្តឆ្លងខេត្តអីហ្នឹងបាទចិត្តផ្ទះឆ្ងាយផ្ទះអីក៏សូមមកជួបតែសុខសុវត្ថិភាពហើយមួយទៀតក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងដែលបានយកលេខតម្រុយពី channel របស់ admin យកទៅផ្សងនោះក៏សូមឲ្យបាទហេងបានចូលចំបឿទាំងអស់គ្នាផងដែរណែអញ្ចឹងសម្រាប់តម្រុយថ្ងៃថ្មីរបស់ admin គឺមានតែប៉ុណ្្នេះបាទតែមានក៏សូមគ្រប់លាបងប្អូនយើងបាទចាំជួបគ្នាជាមួយនឹង admin នៅវីដេអូថ្ងៃស្អែកបន្តទៀតបាទមានសូមអរគុណសូមបាទគ្រប់លា